អូនមកតាមដានជើងពួកខ្ញុំបាទការឆាក្តៅសាច់មាន់បងប្អូនបាទលេងមានសាច់មាន់មកចំហៀងបងប្អូនបាទនឹងរៀបចំបាទកាប់ជាផ្នែកបាទដើម្បីយកមកឆាបងប្អូនបាទឥឡូវខ្ញុំកាប់រួចរាល់ហើយគ្រឿងរបស់យើងបាទនេះបាទមានគល់ស្លឹកគ្រៃមានម្ទេសមានខ្ទឹមទាំងបងប្អូនបាទជាដំបូងយើងដាក់បាទខ្ទះយើងក្តៅបងប្អូនបាទហើយយើងចាប់ដើមដាក់គ្រឿងចូលទៅបងប្អូនបាទដាក់ខ្ទឹមម្ទេសបាទលីងវាឈ្ងុយបងប្អូនបាទពីយើងកាត់វិញទៅឈ្ងុយហើយបាទលីងឈ្ងុយហើយបងប្អូនបាទយើងចាប់ដើមបាទដាក់គល់ស្លឹកគ្រៃម្ទេសដាក់ក្រូចចូលបងប្អូនបាទតពីដាក់ចូលហើយបាទគឺយើងលីងចូលគ្នាបងប្អូនទៅចេះដល់វាឈ្ងុយបងប្អូនបាទយើងលីងចឹងមកទៅមកវាឈ្ងុយចឹងមកបងប្អូនបាទពេលនេះដល់ស្រក់ទឹកមកតែម្ដងតមកទៀតបងប្អូនបាទលីងឈ្ងុយហើយបាទយើងឃើញថាវាឡើងក្រហើយបងប្អូនបាទយើងចាប់ដើមដាក់សាច់មាន់ចូលបងប្អូនបាទសាច់មាន់ដែលយើងមិនកាត់នេះបាទដាក់ចូលមកបងប្អូនចូលមកហើយយើងច្បល់សាច់របស់យើងជាមួយនឹងគ្រឿងនេះចូលគ្នាឲ្យសព្វបងប្អូនបាទបន្តមកទៀតយើងចាប់ដើមទុកវាចេញទឹកប្រៃសិនបងប្អូនបាទដើម្បីកាត់ចំអាបចេញបងប្អូនបាទបន្ទាប់ពីវាចេញទឹកប្រៃបងប្អូនបាទយើងចាប់ដើមដាក់គ្រឿងបងប្អូនបាទគ្រឿងរបស់យើងអត់មានអីច្រើនទេបងប្អូនបាទមានទឹកត្រីបាទស្ករសពីចេងបាទហើយបាល់ឌីបាទហើយមានប្រេងខ្យងណាបងប្អូនបាទសាមញ្ញទេបងប្អូនបាទតែធានារសជាតិមកឆ្ងាញ់តែម្ដងបងប្អូនបាទដាក់រំលីចេះតិចមកបងប្អូនបាទបន្ថែមរសជាតិបងប្អូនបាទបន្ទាប់ពីខ្ញុំដាក់បាទគ្រឿងរួចរាល់ហើយបងប្អូនបាទខ្ញុំចាប់ដើមច្បល់វិញបាទដើម្បីបញ្ចូលសពមួយគ្រឿងរបស់យើងបងប្អូនបាទសាច់មាន់បងប្អូនបាទឆាកាន់តែស្ងួតបងប្អូនបាទកាន់តែឆ្ងាញ់បងប្អូនបាទនៅសាច់ទៅបងប្អូនបាទឆាវាកាន់តែស្ងួតកាន់តែឆ្ងាញ់កាន់តែបន្ថែមរសជាតិបងប្អូនបាទឥឡូវខ្ញុំដាក់គ្រឿងរួចរាល់ហើយបាទតោះវាចេញទឹកប្រៃហើយខ្ញុំភ្លក់មើលគាត់ថាបណ្ដាលល្មមហើយអ្វីដែលយើងមិនអាចប្រៃបានបងប្អូនគឺម្រះព្រៅបងប្អូនបាទគឺវាបន្ថែមរសជាតិមួយកម្រិតទៀតបងប្អូនបាទដាក់ចូលមកបងប្អូនបាទឥឡូវក៏ខ្ញុំបានច្បល់ម្រះព្រៅរបស់យើងជាមួយនឹងសាច់នឹងគ្រប់ហើយបងប្អូនបាទខ្ញុំរៀបចំទូដាក់ចានតែម្ដងបងប្អូនបាទតពីទូដាក់ចានហើយបងប្អូនបាទគឺខ្ញុំចាប់ផ្ដើមចាប់តែញ៉ាំតែម្ដងបងប្អូនបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនបាទចាំតាមដានជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតបងប្អូនបាទនេះបងនៅជាតិណាទីខាងឆ្ងាញ់